ឯងមានឃើញច្បាស់ថាគាត់ជានរណាទេគាត់គឺស៊ីហួងជានរណាគឺដូចជាហាន់ស៊ីបាយឈីចៅយ៉ាពូរបស់យើងចឹងពេលតែគាត់វាយប្រហារស្ទង់ជាប់ជាមួយពុកឯងមិនទាន់កើតមកផងស៊ីហួងម្នាក់ស្មើនឹងឆៅចាំងឯងតោះនេះបិតាបុតសុំទោសបិតាសុំទោសយើងបាបប្រយោជន៍អី